và số đây phong máy bóng ôn được ở này là tô na video trong channel YouTube nhóm tại miền Trung Hà nườn ở thề vàนี่คือระเบียบចិញ្ចឹមទាកប៉ាឃីងរបស់ខ្ញុំបាទហើយនេះគឺជាការចិញ្ចឹមលើកដំបូងរបស់ខ្ញុំទេបាទខ្ញុំធ្វើរបៀបនេះបងប្អូនបាទនេះរោងចេះមកបាទនេះរោងនេះបតោយ6ម៉ែត្របងប្អូនបតោយ6ម៉ែត្រហើយទៅតឹងវាដូចជា3ម៉ែត្រកន្លះកាលហ្នឹងបាទខ្ញុំបោះធ្វើហ្នឹងបាទធ្វើអញ្ចឹងមកបងប្អូនជាលក្ខណៈដូចជាពើហាណាបាទវារងតាមតិចចឹងមកហ្នឹងហើយមកចាំមានម៉ូតអីវែងឆ្ងាយទេបាទយើងធ្វើតែប៉ុណ្្នឹងមកយើងអាចដាក់វាបានហើយខាងក្រោមយើងមានលួសសំណាញ់បាទទំហំ1ម៉ែត្រឬក៏1ម៉ែត្រកន្លះមក1ម៉ែត្រពីទឹកអីក៏បានដែរបាទវាអត់ចេះហើអីទៅណាទេបងប្អូនប៉ុណ្ណេះបាទហើយយើងពាត់វាកន្លងជុំវិញត្រង់ចឹងមកបាទដើម្បីឲ្យវានៅលេងនៅក្នុងហ្នឹងបាទយើងកុំចិញ្ចឹមលក្ខណៈថាឲ្យវាដើរពីវាពីកាលវាបណ្ដាលឲ្យមានជំងឺច្រើនបាទអញ្ចឹងហើយយើងចិញ្ចឹមដាច់ដោយឡែកពីមន់បាទពីសត្វផ្សេងទៀតដោយសារអីទាកប៉ានេះគឺវាមានក្លិនខ្លាំងជាងមន់ហើយនឹងទាផ្សេងទៀតបាទព្រោះអីវាស៊ីច្រើនហ្នឹងហើយវាស៊ីច្រើនហើយតែស៊ីច្រើនវាអាចច្រើនហើយហ្នឹងហើយអញ្ចឹងហើយយើងត្រូវការពារវាដាច់ដល់ឡែកពីសត្វផ្សេងនោះត្រង់ខ្ញុំមួយទៀតនោះបដោយ6ម៉ែត្រដូចគ្នាប៉ុន្តែខ្ញុំធ្វើស្អាតត្រង់នេះមានកូនទានៅក្នុងនឹងផងបាទខ្ញុំទំដាក់កូនទា50ទៀតទេបាទហើយមានមន់បាទមន់ខ្ញុំចូល30 40 50អីចឹងដែរបាទមានធំមានតូចតបគ្នាអញ្ចឹងខ្លះក៏ពងខ្លះក៏នៅអីចឹងទៅបាទហើយយើងធ្វើវាពាត់ជុំវិញអញ្ចឹងមកបាទហ្នឹងហើយ